ពន្ធរបស់លោកទ្រមបង្កការថ្កោលទោសពិភពលោកនិងការភ័យខ្លាចចំពោះអេផូនតម្លៃពី$300នៅថ្ងៃទី03ខែមេសាឆ្នាំ2025មានចំណងជើងថា Trump stokes trade war as world reels from tariff shock បានរៀបរាប់អំពីសកម្មភាពរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានប្រកាសដាក់ពន្ធថ្មីលើទំនិញនាំចូលទៅសហរដ្ឋអាមេរិកខាងក្រោមនេះជាសង្ខេបសំខាន់ 1. ការដាក់ពន្ធថ្មីលោក Trump បានប្រកាសដាក់ពន្ធគុយ 10% លើទំនិញនាំចូលភាគច្រើនទៅសហរដ្ឋអាមេរិកនិងអត្រាពន្ធខ្ពស់ជាងនេះអួ34%លើចិន 20% លើសហភាពអឺរ៉ុបលើប្រទេសជាច្រើនទាំងសម្ព័ន្ធមិត្តនិងគូប្រជែងវិធានការនេះត្រូវបានគេហៅថា Liberation Day នៅក្នុងសុនរដ្ឋារបស់លោកនៅឯសិទ្ធិវិមាន 2. ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចការដាក់ពន្ធនេះបានបង្កឲ្យមានការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនជាសកលដោយសន្ទុះ Dow Jones ធ្លាក់ 74 ដែលជាការធ្លាក់ខ្លាំងបំផុតក្នុងមួយថ្ងៃចាប់តាំងពីឆ្នាំ2020អ្នកវិភាគព្រមានថាវានឹងរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកលនិងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន 3. ប្រតិកម្មអន្តរជាតិប្រទេសជាច្រើនបានគំរាមឆ្លើយតបវិញដែលអាចនាំឲ្យសង្គ្រាមពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរឧទាហរណ៍សហភាពអឺរ៉ុបនិងចិនបានរិះគន់វិធានការនេះដោយនិយាយថាវាជាការគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក 4. គោលបំណងរបស់ត្រាំលោកត្រាំអះអាងថាពន្ធគុយនេះនឹងជួយបង្កើនអំណាចចរចារបស់អាមេរិកនិងនាំផលិតកម្មត្រឡប់មកអាមេរិកវិញទោះជាយ៉ាងណាអ្នកជំនាញជឿថាវាអាចនាំឲ្យតម្លៃទំនិញកើនឡើងនិងបង្កហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសរុបមកវិធានការនេះបានបង្កភាពចលាចលដល់ទីផ្សារពិភពលោកនិងទទួលការរិះគន់ខ្លាំងខណៈប្រទេសនានាកំពុងរៀបចំឆ្លើយតបដែលអាចធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចសកលកាន់តែតានតឹង